ជំរាបសួរលោកស្រីលោកសាស្ត្រាចារ្យនិងសហភាពតារៈទាំងអស់ជារៀងរាល់ឆ្នាំសមាគមបច្ចេកវិទ្យាទំនើបផ្អែមនិងក្រពេញកម្ពុជាតែងតែរៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួននៅក្នុងខែវិច្ឆិកាដោយឡែកឆ្នាំ2025នេះយើងខ្ញុំនឹងរៀបចំសន្និសីទប្រចាំឆ្នាំលើកទី3របស់ខ្លួននៅថ្ងៃទី22ខែវិច្ឆិកានៅសន្តាគារសុខាភ្នំពេញចាប់ផ្ដើមពីម៉ោង 7 កន្លះព្រឹកតទៅកម្មវិធីឆ្នាំនេះមានលក្ខណៈពិសេសដោយមានការចូលរួមពីវាគ្មិនអន្តរជាតិជាច្រើនរូបដែលសុទ្ធសឹងតែជាអ្នកជំនាញនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមដោយប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗសន្និសីទប្រចាំឆ្នាំលើកទី3នឹងប្រពឡើងដោយផ្ដោតទៅលើប្រធានបទ Innovative Solution in Diabetes Cardiometabolic Syndrome Diabetes Technology and Pregnancy កម្មវិធីមានដូចជា Plenary Session ចំនួន2 Symposium អំពីជំងឺទឹកនោមផ្អែមនិងបច្ចេកវិទ្យាចំនួន2ហើយលើសពីនោះទៅទៀតមានកម្មវិធីដែលផ្ដោតទៅលើការព្យាបាលជំងឺទឹកនោមផ្អែមដែលមានផលវិបាកបេះដូងនិងតម្រងនោមហើយរឹតតែពិសេសនៅក្នុងឆ្នាំនេះយើងមាន Satellite Symposium ដោយមានការចូលរួមពីវិជ្ជបណ្ឌិតឯកទេសសម្ភពរោគស្ត្រីឆ្មបគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនិយាយជារួមក្រុមគ្រូពេទ្យដែលព្យាបាលអ្នកជំងឺទឹកនោមផ្អែមនិងស្ត្រីមានផ្ទៃពោះដោយផ្ដោតលើប្រធានបទជំងឺទឹកនោមផ្អែមបច្ចេកវិទ្យានិងស្ត្រីមានផ្ទៃពោះនៅចុងបញ្ចប់នៃសន្និសីទប្រចាំឆ្នាំលើកនេះយើងក៏មានរៀបចំជា workshop អំពីម៉ាស៊ីនតាមដានជាតិស្ករ24ម៉ោងដែលហៅថា CGM ដោយយើងមានរៀបចំជា2 workshop ក្នុងពេលតែមួយសម្រាប់សហភាពតារៈទាំងឡាយដែលចង់ស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យានវានុវត្តន៍នៅក្នុងការតាមដានអ្នកជំងឺទឹកនោមផ្អែមអាស្រ័យដោយបានជម្រាបជូនពីខាងដើមសូមសហភាពតារៈទាំងអស់អញ្ជើញចូលរួមឲ្យបានច្រើនកុះករនៅក្នុងកម្មវិធីជួបជុំគ្នាប្រចាំឆ្នាំនាចុងឆ្នាំនេះសូមអរគុណ